ជម្រាបសួរលោកគ្រូនិងសួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមកបង្ហាញ demo អំពី project midterm ដោយបង្រៀនឲ្យលោកគ្រូរឿងដែលថ្មីគឺយើងធ្វើទៅលើ Laravel 13អញ្ចឹងនេះគឺជាលំហាត់ដែលលោកគ្រូបានដាក់ឲ្យមានចំនួន6រ៉ូម៉ាំងដល់ក្នុងនេះខ្ញុំបានរៀបវាចូលទៅកាន់Git របស់ខ្ញុំហើយគឺខ្ញុំនិយាយតាម step អញ្ចឹងហើយ step ដំបូងអញ្ចឹងធ្វើការចាប់ផ្ដើមបន្លាយទៅគឺយើងធ្វើការទៅលើ check version pp យ៉ាងសិនអញ្ចឹងយើងធ្វើការ copy ហើយយើងបើក cmd ដើម្បីធ្វើការ check version របស់យើងបន្ទាប់មកយើងអត់ទាន់មានទេយើងធ្វើការ install វាបាននេះយើងឃើញថាវាស្ថិតក្នុងpp 8.3 អញ្ចឹងLaravel 13ហ្នឹងគឺវា support ទៅលើចាប់ពី3ឡើងទៅអញ្ចឹងវាស្ថិតក្នុង version 13អញ្ចឹងវានេះគឺជាការ check compose version យើងផងដែរនេះគឺជាការបង្កើត project Laravel 13គឺយើងត្រូវឲ្យ comment បែបនេះធ្វើ copy project ហ្នឹង copy comment ហ្នឹងមកកន្លែងនេះគឺយើងប្រើប្រាស់ Laravel ដើម្បីធ្វើការបង្កើត project ហើយនឹង save project ចូលក្នុងហ្នឹងតោះពីយើង install Laravel ហើយយើង set up បន្ទាប់មកយើងចុច start មកហើយនឹងនៅពេលដែលបង្កើតហើយគឺយើងនឹងមាន folder Laravel មួយគឺយើងចូលមកកាន់ folder Laravel យើងហ្នឹងមកនេះគឺជា folder Laravel ហើយយើងចូលមកកាន់ www ហើយយើងចុចទៅលើ path វាហើយយើងវាយ cmd enter នោះគឺវាចូលទៅកាន់ folder ហ្នឹងហើយអញ្ចឹងយើងត្រូវការ path comment មួយនេះចូលនៅបង្កើត project អាឡែនេះគឺជាឈ្មោះ project យើងអញ្ចឹងខ្ញុំសូមដាក់ឈ្មោះ project ខ្ញុំចឹងចុះហើយថា enter តោះមកវានឹងការធ្វើការ install ហើយនឹង create project ឥឡូវគឺយើងឃើញថាវាដើរអានប៉ុណ្ណឹងហើយរងចាំតិចទៀតបានទៅពេលដែលវាចេញបែបនេះមានថាយើង install បានចប់ចៃហើយ project ហ្នឹងនេះគឺវា show project យើងគឺមាន folder structure web ហ្នឹងនេះគឺជាការ run test version អញ្ចឹងយើងចូលមកកាន់ version យើងមកដើម្បីធ្វើការ open project របស់យើង open ហើយយើងឃើញថា project យើងចូលហើយគឺយើងចូលមកកាន់ path ដែលយើងមានក្នុង Laravel ហ្នឹងមកហើយយើងចូលទៅកាន់ project យើងហើយចុច select folder តោះមកគឺយើងឃើញ folder structure យើងហើយគឺមានប៉ុណ្ណឹងមានតែការ run test នៅ version វាជា command test version គឺ php artisan version ហើយការផាសវាចូលមកហើយ enter គឺឃើញថាវាស្ថិតក្នុង Laravel 13អញ្ចឹងចេញយើង set up ប៉ុណ្ណឹងហើយនឹងធ្វើការ run test ទៅលើ local យើងម្ដងចូលទៅការផាសមកគឺကျွန်តែ save ដូចគ្នាដែរគឺ pp artisan serve ចេញទៅការ copy local ហ្នឹងមកឬក៏រត់ test នៅក្នុង browser យើងវាជាសាថ្មីបាទឥឡូវគឺយើងឃើញថាវាដំណើរការចំពោះការ set up project Laravel យើងហ្នឹងឥឡូវយើងចូលទៅកាន់ចំណុចបន្ទាប់គឺយើងចូលទៅកាន់ការធ្វើការ connect ទៅកាន់ DB គឺយើងប្រើប្រាស់ DB Fog ជាមួយនឹង Laravel អញ្ចឹងនេះគឺជាការបង្កើត database អញ្ចឹងយើងប្រើ DB Fog ហើយនេះគឺជា command សម្រាប់ run បង្កើត database យើងដែល copy ទុកមួយសិនមកហើយយើងធ្វើការបើកនៅ DB Fog ហើយយើងផាស command នឹងចូលទៅកាន់ MySQL Cloud យើងនេះគឺយើងដាក់ឈ្មោះ database យើងមក
ខ្ញុំសូមដាក់ឈ្មោះអញ្ចឹងអ្នកនរគ្នាដាក់ឈ្មោះផ្សេងបានអញ្ចឹងហើយនៃការរ៉ាំបានហើយគឺយើងឃើញថាវាបង្កើតបានហើយគឺនេះទៅ database យើងគឺមានប៉ុណ្ណឹងឥឡូវយើងធ្វើការទៅកាន់ connect ចូលទៅកាន់Laravel យើងសូមធ្វើការបើកមួយសិនចំកាន់ Laravel យើងគឺយើងទៅ config ទៅនឹង .env1 ហើយនឹង config ទៅលើfolder config ហើយ database.php អញ្ចឹងទៅការ config ទៅលើនេះមុននៅពីនៅកន្លែងនេះទៅការវាវិញមកហើយនេះគឺជា localhost DB host នេះគឺជា default ហើយនេះគឺជា port ហើយនេះគឺជាឈ្មោះ database យើងគឺមកខ្ញុំដាក់1 ls គឺយើងយកតាមឈ្មោះយើងយកឈ្មោះតាម database ដែលយើងបានបង្កើតហ្នឹងហើយនេះគឺជា route to username ខ្ញុំភ្លេចប្រាប់អ្នកនរហើយគឺអាហ្នឹងបើយើងចង់យកវាបានគឺយើងអាចយកនៅក្នុង Laragon ក៏បានឬក៏ទៅ property នៅក្នុងនោះក៏បានគឺយើងឃើញថា localhost ហើយ route ថានេះ password គឺខ្ញុំបានដាក់ password ទេហើយ port ខ្ញុំគឺ333អញ្ចឹងខ្ញុំធ្វើការដូរ port មក33 route ហើយហ្នឹងអស់ហើយយើងធ្វើការទៅ config នៅfolder config ដល់ចឹងចូលមកកាន់ folder config ហើយចូលមកកាន់ database ហើយនៅក្នុងហ្នឹងគឺយើងស្គាល់មកក្រោមតិចមកគឺយើងនឹងឃើញពាក្យថាMySQL អញ្ចឹងនៅក្នុងហ្នឹងគឺយើងធ្វើការ config កន្លែងណាខ្លះគឺយើង config ទៅលើ port គឺ port យើងមិញដូរទៅ333ហើយឈ្មោះ database គឺយើងដាក់ឈ្មោះ Answer hello ហើយ password អត់មានទេហើយ username គឺ route អញ្ចឹងបន្ទាប់ពីយើងជាប់បានហើយយើងនឹងធ្វើការ run ទៅមើលធ្វើការ run migrate ដើម្បីតេស្តមើលអញ្ចឹងយើងធ្វើការ copy command migrate មកគឺយើងទៅ save pp artisan migrate អញ្ចឹងធ្វើការ pass វាចូលក្នុងនេះមកនេះយើងយក yes មកដល់ហើយបាទឥឡូវគឺយើងឃើញថាវាដំណើរការគឺដានទាំងអស់ចឹងចំណុចហ្នឹងក៏បញ្ចប់ត្រឹមហ្នឹងយើងចូលទៅកាន់ចំណុចទី3គឺធ្វើតាក់ទងនឹងVC command line អញ្ចឹង VC command line គឺយើងធ្វើការទៅបង្កើត controller ជាមួយនឹងបង្កើត controller ជាមួយនឹង model អញ្ចឹងចំណុចដំបូងគឺយើងធ្វើការទៅបង្កើត controller ដោយលំហាត់យើងហ្នឹងបានឲ្យបង្កើតទៅលើ student controller teacher controller product controller category controller ហើយនិង employee controller អញ្ចឹងយើងធ្វើការ run command នេះមកគឺរ៉ាំដងមួយក៏បានរ៉ាំដងទៅអស់បានអញ្ចឹង command ហ្នឹងគឺ cpp addition make សញ្ញាហ្នឹងហើយយើងដាក់ controller ហើយយើងដាក់ឈ្មោះ controller យើងហ្នឹងគឺខាងមុខអក្សរធំបន្តមកដល់ពេលដែលដាក់ controller គឺអក្សរធំដូចគ្នាអញ្ចឹងខ្ញុំសូមធ្វើការ run ម្ដងហើយបាន run មួយទេអញ្ចឹងយើងធ្វើការ run pass ចូលក្នុងនេះហើយយើង enter ឥឡូវឃើញថាវាបង្កើតម្ដងមួយយើងអាច check មើលវាបាននៅក្នុង app ហើយ http ចូលកាន់ app http គឺយើងឃើញនេះគឺ controller គឺមានចំនួន5ហើយនេះគឺជា default របស់ controller ហ្នឹងអញ្ចឹងការបង្កើត controller មានតែប៉ុណ្ណឹងយើងចូលមកកាន់ការបង្កើត model យើងម្ដងដោយការបង្កើត model យើងហ្នឹងយើងធ្វើការ run command ដូចគ្នាដោយគ្រាន់តែដូរពីចាប់ពីកន្លែងនេះទៅគឺ model ហើយបន្តមកឈ្មោះ student ហើយសញ្ញាដកនេះគឺជាការបង្កើត model បង្កើតដើម្បីឲ្យវា migrate នេះគឺយើងអាចចាស់បានដល់គឺស្មើថា create migrate together with model អញ្ចឹងវាថាវា migrate ជាមួយ model យើងអញ្ចឹងវាថាក៏ copy command ហ្នឹងមកហើយយកមកផាសនៅក្នុង project យើងកាត់ថា enter
แล้วឃើញថាវាបង្កើតហើយគឺវានៅក្នុងapp ដូចគ្នាហើយនៅក្នុង model គឺយើងឃើញថាមានមកហើយនេះបាទមានប៉ុណ្ណឹងហើយបន្តមកយើងធ្វើការបង្កើត view កាត់ folder structure view ដោយក្នុងហ្នឹង folder structure គឺមាន view មាន home មាន index ហើយ student មានប៉ុណ្ណឹង product មានប៉ុណ្ណឹង category មានប៉ុណ្ណឹង employee មានប៉ុណ្ណឹងចឹងនេះគឺជា comment ដែលខ្ញុំបានរៀបរួចជាស្រេចហើយយើងត្រូវតែធ្វើការ copy ហើយយកទៅ run ក្នុង project យើងនោះវានឹងបង្កើត file ឲ្យយើងហើយចឹងយើងធ្វើការ pass ហើយ enter អាច throw វាបាននៅក្នុង resource ហើយ view employee category គឺឃើញថាវាបង្កើតមកអស់ហើយចឹងការបង្កើតMVC command line គឺមានតែប៉ុណ្ណឹងគឺយើងធ្វើទៅលើ controller model ហើយនិង view ចឹងយើងចូលកាន់ទី4ត្រូវតែต้องនឹង route with view នេះគឺជា code សម្រាប់ដាក់ទៅក្នុង view យើងគឺ demo ទេអត់ទាន់បានដាក់ឲ្យវាដំណើរការទេគឺគ្រាន់តែជា UI អញ្ចឹងយើងធ្វើការ copy មកគឺអានេះគឺយើងដាក់ទៅក្នុង list copy ចូលកាន់ product អញ្ចឹង product list ចូលក្នុងមកយើងត្រូវដាក់ pass ចូលហើយខាងក្រោមដូចជា pass ចូលទៅក្នុង add ជាដាក់ចូល add មកហើយតមកយើងចូលក្រោមគឺយើងឃើញថានេះគឺជាការ add product ហ្នឹងទៅកាន់ route អញ្ចឹងដើម្បី add បានយើងត្រូវធ្វើការវាយ route get ហើយទៅហើយជាឈ្មោះ URL យើងបន្ទាប់ពី local យើងគឺយើង select បែបហ្នឹងគឺយើងនឹងចូលទៅកាន់ page view ហ្នឹងហើយអានេះគឺជា function ឲ្យវា return ចូលទៅយកនៅក្នុង folder product ហើយ file ឈ្មោះ this product អញ្ចឹងយើងត្រូវការ copy ដល់ប៉ុណ្ណេះបានហើយយើងចូលកម្មវិធីយើងវិញយើង scroll ក្រោមវាយើងឃើញពាក្យ route ហើយយើងចូលកាន់ web កន្លែងនេះត្រូវការ pass វាចូលទៅម្ដងគឺយើងឃើញប៉ុណ្ណឹងហើយយើងត្រូវការ copy នេះទុកតជាមួយនឹង URL យើងហើយកន្លែងនេះយើងត្រូវការ run project យើងមក decent serve ហើយយើងចូលកម្ម project យើងមកហើយយើងគាត់ pass តURL ហ្នឹងមកគឺវានឹងចូលមកកាន់ page view ហើយនេះគឺជា page view តែមួយគត់ហើយនឹងតេស្តទៅលើការ add product ចូលមក enter គឺយើងវាចូល form តែវាអត់តន្តរការទេអានេះគឺតែជា UI យើងចូលទៅចំណុចបន្ទាប់គឺកន្លែងនេះគឺការសរសេរខ្លីគឺយើងទៅសរសេរកាត់យក view បដ ாய் គឺអត់វែងដូចខាងលើទេអញ្ចឹងអានេះគឺជាការតេស្តហើយយើងចូលមកកាន់ tab ទី15គឺយើងធ្វើតែទៅនឹង category គឺអាហ្នឹងធ្វើដូចតែក្នុងប្រដាប់ដែរទេគឺភ្ជាប់ដូចគ្នាគ្រាន់តែដាក់2ដងហើយយើងតេស្តឲ្យសាមដៃអញ្ចឹងខ្ញុំតេស្តឲ្យមើលតែម្ដងទេគឺអាហ្នឹងដូចតែគ្នាទេឥឡូវយើងចូលមកកាន់ទី5ហើយធ្វើទៅលើចំនួន3គឺយើងប្រើ route connect ទៅកាន់ controller ហើយ controller ហ្នឹង connect ទៅកាន់ view អញ្ចឹងអាហ្នឹងយើងជា concept ជាឧទាហរណ៍ហើយនេះគឺជា code សម្រាប់តេស្តទៅលើលំហាត់ទី6អញ្ចឹងអានេះយើងចូលទៅដាក់នៅក្នុង student ហើយ list student ក្នុង student list student ហើយចូលហើយយើង scroll មកក្រោមអានេះយើងទៅដាក់នៅក្នុង add student ហើយយើង scroll មកក្រោមគឺយើងធ្វើការទៅធ្វើនៅក្នុង controller student
scroll មកលើរកពាក្យ controller student នឹងធ្វើការទៅ save function គឺ public function so អញ្ចឹងហើយគឺយើងអាច save function ត្រង់នេះមកបណ្ដោយក៏បានដែរតែយើង save public អញ្ចឹងក៏បានយើងត្រូវ copy មកផាសចូលកន្លែងហ្នឹងនោះវាដំណើរការគឺអាកន្លែងវាថា function show ហ្នឹងឲ្យវាទៅ get view ពី folder student ហើយ list អានេះ get ពី add អញ្ចឹងយើងចាំឈ្មោះ function ទាំងទុក function យើងមាន show ហើយនឹង create ហើយអានេះគឺថាធ្វើទៅលើការ config route យើងធ្វើការ copy មកចូលមកកាន់ route យើងហើយផាសខាងក្រោមនេះគឺជា URL ខាងមុខហើយគឺជាឲ្យវាទៅចាប់យក function គឺ function ដែលយើងបានកាត់មិញអានេះ error ដោយសារតែយើងអត់បាន import ចូលចាំតិចការ import ចូលមកimport ចូលទៅយើងត្រូវតែ copy យកទៅតែប៉ុណ្ណឹងមកគឺវាលេង error ហើយអញ្ចឹងយើងធ្វើការតតេស្តគឺយើងយក URL ហ្នឹងតតេស្តបណ្ដោយមកគឺ student ពីមកទៅផាសក្នុង project យើងធ្វើការផាសតមកថាគឺឃើញវាថាចុះដើរគឺអានេះធ្វើតាក់ទងនឹង route បូកជាមួយនឹង controller បូកជាមួយនឹង view លំហាត់មុនទីលំហាត់ទី4យើងគឺយើងធ្វើតាក់ទងនឹង route បូក view តែពីរទាំងនេះ3ឡូ3អញ្ចឹងគឺធ្វើការទៅយក add ម្ដងទៅផាសគឺយើងនឹងឃើញ form អានេះសម្រាប់ create student form អញ្ចឹងអានេះសម្រាប់យើង design បែបហ្នឹងហើយលំហាត់បន្ទាប់គឺយើងចូលមកកាន់ទី6ក្នុងទី6ហ្នឹងយើងធ្វើទៅលើ route parents ក្នុង controller អញ្ចឹងលំហាត់នេះគឺយើងបានធ្វើបែបហ្នឹងអានេះគឺជាdata flow យើងហើយអានេះ step នៃការបង្កើត employee controller អញ្ចឹងនៅក្នុងនេះវា save បែបម៉េចគឺក្នុងនេះគឺយើង save function home មួយអានេះ view home ធម្មតាហើយនៅ function detail នៅក្នុង function detail នេះគឺយើងធ្វើការ get your ID get your name និង position របស់ user ហ្នឹងមកប្រើក្នុង function ហ្នឹងអញ្ចឹងត្រូវការយកប៉ុណ្ណឹងយកទៅដាក់ក្នុងemployee controller យើងសិនមក employee controller មួយនេះហើយទៅការផាសចូលមកបាទឥឡូវយើងផាសចូលហើយយើងទៅ config route គឺយើងប្រើប៉ុណ្នេះផាសចូលក្នុង web here យើងធ្វើការទៅ import នេះវាចូលផាសមកแล้วก็ยังเคยถ่ายชอบไปเลยหายแล้วยังนี่คือการ design จังเรา page home ย้อมยังดับแบบนั้นแล้วยังจะดับพาของ page home มานี่คือ page home ในยังการปิดดาวhay là page employee detail จังเราក្នុង folder employee ហើយនៅក្នុង detail ចូល V មកហើយក៏យើងឃើញថាវាយើងបានផាហើយចឹងយើងធ្វើការតេស្តចំកាន់ route យើងហើយយើង copy ប៉ុណ្នេះយើងតេស្តសិនគឺជាហ៊ានទី1ផាសវាចូលគឺយើងឃើញបែបហ្នឹងហើយយើងឡើងហ្នឹងគឺយើងចុចទៅនឹងឃើញdetail អញ្ចឹងក៏ page detail ហ្នឹងគឺ page ដែលយើងផាសចូលក្នុងនេះមិញហ្នឹង design បែបហ្នឹងហើយវាចេញបែបហ្នឹងគឺចេញជា ID ចេញជា name ហើយ position គឺវាដើរគ្រប់ page ហើយ URL ក៏វាចេញគ្រប់ page ដែរហើយយើងទៅមើលគឺអស់ប៉ុណ្្នឹងឯងចំហាត់អញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរសូមអរគុណ